សួស្តីម្ដងទៀតយើងមករៀនលេងក្តារអុក9គុណនឹង9លេងមានលក្ខណៈactive បាទ active ពាក្យភាសាអង់គ្លេសគឺ active មានន័យថាយើងព្យាយាមរស់រវើកបន្តិចបាទខ្ញុំចង់លេងកន្លែងមួយទៀតបាទចំណុច G7 បាទភាសាគាត់លេងហើយអញ្ចឹងខ្ញុំរុញបញ្ចេញបាទកន្លែងនេះហាក់ដូចជាអូបមាននៅបាល់កន្លែងចាំមើលកូនសនេះអាចនៅខាងក្នុងនេះបាននេះ1 2 3 4បាទ4ដូចជារៀងពិបាកបន្តិចបាទខ្ញុំត្រូវបត់មួយបាទមិនតន់រស់ទេបាទអូខេបាទអ្វីសំខាន់គឺខ្ញុំចាប់បានកូនទាំងអស់នេះបាទអញ្ចឹងហ្គេមនេះខ្ញុំមានលទ្ធភាពឈ្នះបាទគាត់មិនអាចធ្វើអីបានទេនៅក្នុងនេះ You have won អូខេបាទដៃគូរបស់ខ្ញុំនៅត្រឹមនេះបើសិនជាគាត់លេងចេះខ្ញុំត្រូវការពីយ៉ាងម៉េចបាទអញ្ចេះបាទមាន4គាត់បិទអញ្ចេះរុញចេញគាត់បិទនេះបាទចាប់បានច្រើនបាទបាទប៉ុណ្ណេះគឺខ្ញុំចាប់បានទាំងអស់ស្អីត្បិតតែចូលមកចេះគឺខ្ញុំអាចនៅសល់1 2បាទអញ្ចឹងដៃគូរបស់ខ្ញុំមិនអាចចាប់កូនទាំងអស់លើនេះបានទេគឺដោយសារអីរបស់ខ្ញុំនៅសល់2អញ្ចឹងកូនខាង3នេះគឺខ្ញុំចាប់បានគឺចាប់ផ្ដើមមានដង្ហើមនៅក្នុងការលេងវិញបាទបើមកដល់ត្រឹមនេះខ្ញុំចាប់បាន6គាត់2ធ្វើឲ្យខ្ញុំឈ្នះរហូតដល់21ពិន្ទុបាទ21.8បាទសង្ឃឹមថាទាំងអស់គ្នាបានរៀនពីចំណុចចាប់ផ្ដើមលេងហើយបាទកុំបារម្ភច្រើននៅក្នុងការលេងបើសិនជាយើងលេងទៅមានកំហុសយើងរៀនពីវាហើយនៅក្នុងវីដេអូក្រោយៗខ្ញុំនឹងបង្ហាញអំពីដែលហៅថា trick ឬក៏វិធីសាស្ត្រនៅក្នុងការចាប់កូនគេឬក៏របៀបលេងដើម្បីយើងមានប្រៀបបាទអូខេជួបគ្នាវីដេអូក្រោយណា